បឋមខ្ញុំកណ្ណាទៅសូមស្រាប់ថ្វាយបង្គំព្រះចរាពិធីសក្ការៈគ្រប់ព្រះអង្គដែលគង់នៅវត្តពុទ្ធរាមសីនេះសូមលំអរកាយជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពជាទីនឹករលឹកខ្ញុំកណ្ណាខ្ញុំជាមួយនឹងប្រគំសុខាមានក្តីរំភើបណាស់ព្រោះបានទទួលហើយកំពុងតែទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតពីសំណាក់បងប្អូនជនរួមជាតិនៅរដ្ឋវីកតូរីយ៉ាជាពិសេសនៅតំបន់ទីក្រុងរ៉េវ៉ុននេះយើងឃើញថាប្រជាពលរដ្ឋខ្មែរមានទឹកចិត្តរឹងមាំគឺស្មោះត្រង់ជាមួយប្រទេសជាតិអាណិតអាសូរបងប្អូនជនរួមជាតិយើងដែលនៅជាប់នៅប្រទេសកម្ពុជាមានផលវាសនាចេញមកក្រៅដូចយើងហើយគ្នារងគ្រោះគ្រប់សពគ្រប់បែបហើយយើងក៏បារម្ភចំពោះអនាគតកូនចៅយើងនៅលើទឹកដីប្រទេសកម្ពុជាមិនដឹងជារួមទៅយ៉ាងម៉េចថ្ងៃក្រោយប្រហែលអត់ទៅមានប្រទេសអត់ទៅមានដីជាប់ក្នុងឋានៈជាខ្មែរផងទៅយើងបណ្ដោយឲ្យធ្វើអ្វីសពថ្ងៃនេះគឺឈានទៅរកភាពអន្តរាយគូប្រទេសជាតិខ្ញុំជឿជាក់ថាមិនយូរទេបងព្រោះយើងធ្វើវិភាគស្ថានភាពនៅស្រុកខ្មែរមួយទឹកចិត្តរបស់ប្រជាពលរដ្ឋហើយជាពិសេសទឹកចិត្តយុវជនសំខាន់យុវជនក្មេងៗឥឡូវដែលមានចំនួនច្រើននៅនោះប្រៀបធៀបទៅនឹងប្រទេសគេប្រទេសទៀតយុវជននៅស្រុកខ្មែរមានចំនួនច្រើនណាស់ទៅជាភាគរយគិតពីក្មេងអាយុ30ឆ្នាំចុងក្រោយមានចំនួន70%នៃប្រជាពលរដ្ឋទូទៅឥឡូវមាន15លាននាក់តែក្នុង15លាននាក់នេះ70%អាយុក្រោម30ឆ្នាំហើយក្មេងគឺមានផ្នត់គំនិតខុសពីចាស់ហើយមានការប្រាជ្ញាចិត្តគឺក្មេងៗនេះហើយឥឡូវក្មេងយុវជនទៅខាងណាទៅខាងគណៈបកណាចរន្តណាគណៈបកនឹងចរន្តនោះច្បាស់ជាឈ្នះជាពិសេសចរន្តដែលចង់ឲ្យមានការផ្លាស់ប្ដូរវិញកើតមកអាយុក្រោម35ឆ្នាំគឺឃើញដដែលឃើញអ្នកដឹកនាំដដែលគណៈបកតែមួយដដែលលេខដឹកនាំដដែលវាធ្វើឲ្យគេឆ្អែតហើយទៅគេឲ្យជឿថាมันអាចទៅមុខរួចដូចជាគណៈបកនោះសន្យាថាអូនេះគឺល្អចាប់ពីថ្ងៃនេះទៅមុខធ្វើល្អគឺថា35ឆ្នាំហើយទៅធ្វើល្អបាទគួរតែធ្វើហើយបើធ្វើមិនបានទេ35ឆ្នាំមិនដឹងថ្ងៃណាធ្វើបានទេគេអស់ជំនឿគេចង់យកទៅវិញហើយនឹងហើយទឹកចិត្តយុវជនដែលលទ្ធផលនៃការបោះឆ្នោតចុងក្រោយឆ្នាំ2013ដែលផុសផលហើយយើងឃើញសញ្ញាមួយឆ្នាំពីរឆ្នាំមុនឃើញសញ្ញាឃើញយុវជនគឺផុសផលគឺចេះគិតចេះផ្សព្វផ្សាយព័ត៌មានចែករំលែកព័ត៌មានចេះប្រមូលផ្ដុំដោយសារបណ្ដាញសង្គម Facebook អ៊ីនធឺណិត YouTube ឥឡូវបងប្អូនឃើញចេញទៅស្រុកខ្មែរឃើញមានវប្បធម៌មួយគឺវប្បធម៌ថតរូបឃើញម្នាក់កាន់ទូរស័ព្ទដៃគឺថតរូបមិនមែនថតរូបទេថតសម្លេងថតព្រឹត្តិការណ៍ហើយទទួលព័ត៌មានពីគ្រប់ទិសទីមួយផ្លែមួយរពេចទទួលបានទាំងអស់គ្នាគឺចែកផ្សព្វផ្សាយទាំងអស់គ្នាហើយគេចង់ប្រមូលផ្ដុំគេជួបជុំគ្នានេះពេលបាតុកម្មហ្នឹងគឺពិបាកហៅតែឥឡូវគេហៅគ្នាគេអញ្ចឹងបានបាតុកម្មឆ្នាំ2013ចូលដល់ដើមឆ្នាំ2019ក៏ព្រឹកទឹកគ្រឿងមិនរាប់លានណាចូលរួមទៅចូលបានម្ដងដោយសារទី1យុវជនច្រើនទី2ទឹកចិត្តយុវជនមានការយល់ដឹងមានការវិនិច្ឆ័យមានការចង់ផ្លាស់ប្ដូរហើយមានការចេះរៀបចំកម្លាំងប្រមូលផ្ដុំគ្នាបានងាយស្រួលងាយឆាប់អញ្ចឹងកម្លាំងទាំងអស់អត់ទៅណាកម្លាំងទាំងអស់នោះកាន់តែកើនពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនមួយឆ្នាំយុវជនកើន30លើអ្នកដល់អាយុ18ឆ្នាំដល់អាយុរកការងារធ្វើដល់អាយុបោះឆ្នោតគឺ30លើអ្នកច្រើនណាស់ហើយពីការបោះឆ្នោតទៅការបោះឆ្នោតវិញ5ឆ្នាំព្រោះមួយឆ្នាំ30លើអ្នកពីអាណត្តិមួយទៅអាណត្តិមួយគឺឡើងមកលាន5សែនហើយអ្នកបោះឆ្នោតមានចំនួនប្រហែល10លាន
lừa bị chưa có rong tập làm việc này trong bó xong và mang khả năng du bị trôn trôn nó ăn được sao chừng khơi cầm năng của trên cái tay của anh này tiêu tiên trong bán cá là đồ cả hai người không biết cả luôn cần lòng sẽ đặt cho nào thế cái nặng bạc sắp đối chiến trên hai con tôi lên cái suối luôn là lấy đi tôi chỉ luyện và lòng sẽ đặt cho nào mình lên luyện ra sẽ đặt cho nào nên luyện tăng bị chua rồi cô mới được bắt tăng bị chua hay bắt chua phải mình bắt phải chạy tắm này bắt phải cái lúc thì còn bắt chua nhớ anh ấy thì còn bắt sức còn ao dương bỏ sao thì nhưng mà bị chua từ đường chỉ bỏ sao thì nó bỏ sao mình ta rất cái luyện tăng bị chua